អនុវត្តផលប្រយោជន៍អាជ្ញាធរនៃច្បាប់ស្តីអំពីព្រៃឈើនិងជំរុញការអប់រំឲ្យប្រជាពលរដ្ឋស្រឡាញ់និងយល់ដឹងពីសារៈសំខាន់ផលប្រយោជន៍នៃព្រៃឈើយ៉ាងហោចណាស់គឺមានកូនឈើព្រៃគ្រប់ប្រភេទមានចំនួនជាង 1000 កូនត្រូវបានប្រគល់ជូនព្រះសង្ឃប្រជាពលរដ្ឋនិងអាជ្ញាធរពីសំណាក់មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះដើម្បីចូលរួមដាក់ដាំតាមទីសាធារណៈសាលារៀននិងទីធ្លាវត្តអារាមនានាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឲ្យដឹងថាកូនឈើព្រៃគ្រប់ប្រភេទមានចំនួន 1220 កូនក្នុងនោះរួមមានកូនឈើទាលកូនកគីកកោះនិងក្រញូងគឺត្រូវបានចូលរួមដាក់ដាំនៅក្នុងទីធ្លាវត្តអារាមសាលារៀននិងទីសាធារណៈផ្សេងទៀតនៅក្នុងឃុំបោះលាវស្រុកចិត្តបុរីខេត្តក្រចេះកាលពីព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2013នេះក្រោមការចុះចែកជូននិងចូលរួមដាក់ដាំពីសំណាក់លោកព្រាបសទ្ធារានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះនិងមន្ត្រីផ្នែកសង្កាត់រដ្ឋបាលព្រៃឈើក្រចេះមួយចំនួនទៀតរួមទាំងព្រះសង្ឃសិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងនោះផងដែរមួយចំនួនទៀតគឺត្រូវបានប្រគល់ឲ្យទៅអាជ្ញាធរក្រុងក្រចេះដើម្បីដាក់ដាំតាមទីសាធារណៈផ្សេងទៀតនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះលោកព្រាបសទ្ធារាបានឲ្យដឹងស្របគ្នាដែរថាដើម្បីជំរុញឲ្យប្រជាពលរដ្ឋស្រឡាញ់និងអប់រំពួកគាត់ឲ្យយល់ដឹងអំពីសារៈសំខាន់ផលប្រយោជន៍នៃព្រៃឈើនិងរក្សាការពីអភិរក្សធនធានព្រៃឈើដែលនៅសេសសល់ទាំងនេះគឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ពួកគាត់ដើម្បីការពារព្រៃឈើនៅតាមភូមិឃុំនិងអប់រំផ្សព្វផ្សាយណែនាំឬជំរុញឲ្យពួកគាត់ផ្ដល់ព័ត៌មានជូនសមត្ថកិច្ចជាដើមលោកនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះបានបញ្ជាក់បន្ថែមថាមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះគឺបានបណ្ដុះកូនឈើព្រៃគ្រប់ប្រភេទនៅស្ថានីយបណ្ដុះកូនឈើខ្សាមានទីតាំងនៅក្នុងឃុំដាស្រុកចិត្តបុរីខេត្តក្រចេះមានចំនួន 760,000 កូនទៀតសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនិងអាជ្ញាធរមួយចំនួនដែលមានចិត្តស្រឡាញ់និងចូលរួមថែរក្សាយកទៅដាក់ដាំតាមទីកន្លែងនានាផ្សេងទៀតផងដែររាយការណ៍ពីខេត្តក្រចេះប៊ុនលីណា